កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1នៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី23ខែកក្កដាឆ្នាំ2026រដ្ឋបាលខេត្តព្រះវិហារបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1និងលើកទិសដៅផែនការសកម្មភាពបន្តសម្រាប់ឆមាសទី2នៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្តមអ៊ុំម៉ារ៉ារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តលោកស្រីជាអភិបាលរងខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញខេត្តកងកម្លាំងទាំង3អភិបាលក្រុងស្រុកទាំង8មេឃុំចៅសង្កាត់ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតបន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឧត្តមសេនីយ៍ត្រីឆយបូរិនស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តរួចមកឯកឧត្តមគឹមរិទ្ធីបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋនិងរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់សុវត្ថិភាពល្អប្រសើរនាពេលកន្លងមកនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអ៊ុំម៉ារ៉ារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ដែលតែងតែផ្ដល់នូវគោលការណ៍ដឹកនាំការតម្រង់ទិសចង្អុលបង្ហាញនិងគាំទ្រដល់រដ្ឋបាលខេត្តក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរហូតសម្រេចបានលទ្ធផលការងារជាច្រើនគួរឲ្យកត់សម្គាល់ឯកឧត្តមអ៊ុំម៉ារ៉ារដ្ឋលេខាធិការបានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុងស្រុកកងកម្លាំងមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយយកចិត្តទុកដាក់លើការងារជាអាទិភាពមួយចំនួនដូចជាពង្រឹងវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមានក្មេងទំនើងល្បែងស៊ីសងគ្រឿងញៀននិងបទល្មើសផ្សេងទៀតបន្ថែមពីនេះត្រូវពង្រឹងការអនុវត្តច្បាប់និងការត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវនានាជាពិសេសគឺការធ្វើដំណើរពេលយប់របស់គោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺនិងគ្មានចំណាំងផ្លាន់និងការបើកបរក្នុងស្ថានភាពស្រវឹងឬគ្រឿងញៀនជាដើមឯកឧត្តមអ៊ុំម៉ារ៉ាក៏បានផ្ដល់នូវអនុសាសន៍ណែនាំអំពីទិសដៅសំខាន់ៗមួយចំនួនបន្ថែមទៀតដល់រដ្ឋបាលខេត្តព្រះវិហារសម្រាប់យកទៅអនុវត្តបន្តរួមមានត្រូវបង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរកងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋក៏ដូចជាការយកចិត្តទុកដាក់លើការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានតម្លាភាព